ណាគេខ្លះឃើញគេ design font ជូតៗតែអត់ដឹងថាគេ design របៀបម៉េចអញ្ចឹងថ្ងៃហ្នឹងខ្ញុំមាន tip share មួយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូល app មួយចាំតិចខ្ញុំដាក់នៅលើ screen ឲ្យមើលអ្នកទាំងអស់គ្នាចូលពាក្យ app ដែលមាន photo ហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាចូល app ហ្នឹងចុចពាក្យថា use បន្ទាប់ពីអ្នកទាំងអស់គ្នាចុចពាក្យ use ហើយអ្នកទាំងអស់គ្នានឹង load ពាក្យថា add touch អញ្ចឹងអ្នកទាំងអស់គ្នា add touch ហ្នឹង add នៅលើហ្នឹងមកអញ្ចឹងអ្នកទាំងអស់គ្នាចង់ touch ពីផលិតហ្នឹងឯពីអ្វីដែលអ្នកទាំងអស់គ្នាចង់សរសេរហ្នឹងអ្នកទាំងអស់គ្នាសរសេរមកអានេះខ្ញុំដាក់ថាធ្វើ font អក្សរបែបជូតៗអីចឹងទៅអញ្ចឹង font នេះខ្ញុំគិតថាវាអត់ស្អាតទេអញ្ចឹងបន្ទាប់ពីខ្ញុំសរសេរហើយខ្ញុំចូលពាក្យថា font ពាក្យថា font ហ្នឹងគឺយើងបានដូរនេះអក្សរដែលយើងបាន download មកអញ្ចឹងណាអញ្ចឹងធ្វើ font នឹងហើយយើងទាញវាឲ្យស្មើមកយើងចង់សេរីសាយវាឲ្យវាតូចក៏បានធំក៏បានអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងខ្ញុំចូលពាក្យសាយខ្ញុំថយវាបន្តិចហើយខ្ញុំគិតថាវាអត់សូវស្អាតទេវាឆ្កងអញ្ចឹងខ្ញុំចូលពាក្យ stroke នេះគឺយើងសេរីហ្នឹងហើយយើងអាច add កែមឲ្យមើលទៅវាកាន់តែដិតបន្ថែមទៀតអញ្ចឹងណាបងប្អូនគ្នាបន្ទាប់មកខ្ញុំដាក់កម្រិតវាមកសេរីវាមកកណ្ដាលបន្តិចដោយសារវារៀងវែងពេកវាអត់សូវស្អាតហើយខ្ញុំឲ្យដាក់ឲ្យវាមកធំមកយើងទាញសេរីស្រង់តាមនឹងទៅបន្ទាប់ពីយើងសេរីស្រង់ហើយអ្នកទាំងអស់គ្នាចុចពាក្យ save as PNG ទៅចាញ់ហើយ